ខ្ញុំជាបិសាចតូចមានសេរីភាពសនុកសុខស្រួលសម្រាប់មនុស្សដោយមិនព្រិចភ្នែកខ្ញុំស៊ីមនុស្សទាំងរស់ស៊ីម្ដង 7-8 នាក់ចែកឡើងបែកពោះពេលខ្ញុំទៅជួអាចបែរជាផ្លិចกระดาษជូតហើយអ្នកប្រុសតូចអ្នកប្រុសមិនបានហូបអីច្រើនថ្ងៃមកហើយណាចាកូនរឹងជជែកដល់ពេលណាកុំខ្វល់នឹងខ្ញុំឲ្យខ្ញុំនៅស្ងប់ស្ងាត់ម្នាក់ឯងទៅជីវិតដ៏លំបាកមួយនេះកូនចូលចិត្តទាត់ស័យរមាន់មែនទេម៉ែមកកំដរកូនលេងហើយហេតុអីត្រូវមកជួបរបស់លេងថ្មីទៅក្នុងរូបភាពនោះដាក់ឈ្មោះថាហើយទំនួលបេទូរស័ព្ទរបស់លេងជាមួយគ្នាទៅស៊ូដេកលើក្រែធ្វើបង្ងើយវិញល្អជាងណាចា10ថ្ងៃទៀតកូននឹងអាយុគ្រប់3ឆ្នាំហើយអ្នកស្រុកឈិនថងគង់នឹងមកជប់លៀងខួបកំណត់កូនហើយយ៉ាងមកសំពះសក់ខ្ញុំច្រើនជាងជប់លៀងឆ្លងហ៎បិសាចព្រីទឹកមានរាងកាយមួនប្រកាយហែលទឹកមាត់មានរឹតធ្វើឲ្យមនុស្សខ្លាចជាថ្មបានជាបិសាចដែលពិបាកទប់ទល់ពេលនេះគ្រប់គ្នាបានយល់ពីកូនហើយកូនជាអ្នកបណ្ដេញបិសាចនោះមែនគ្រប់គ្នាមកដើម្បីអរគុណកូនដែលបានបង្ក្រាបបិសាចបានត្រូវហើយទុកអស់គ្នានិយាយថាសិស្សល្អដោយសារគ្រូពួកល្ងើអស់នោះទៅដឹងខ្លួនខុសខ្ជិលខ្វល់ជាមួយណាស់តែរៀបចំជប់លៀងឆ្លងហើយរវល់អូននិយាយពីថ្ងៃកំណត់គេធ្វើអីតាំងពីបងក៏ហក់ថាគេជាគុយឋានសួគ៌គេក៏មានក្តីសុខមករហូត2ឆ្នាំសុំតែគេមានក្តីសុខដល់ថ្ងៃចុងក្រោយខ្ញុំក៏មិនខ្វល់អីដែរប៉ុន្តែអ្នកស្រុកនាំគ្នាស្អប់គេរហូតដល់ចាប់ឃុំគេឲ្យស្លាប់តើព្រោះមកថ្ងៃឃុំកំដៅទីរឿងនេះទុកឲ្យខ្ញុំចាត់ចែងឃើញថាស្លេះដែលជាប់លើដៃគេជាទឹកមាត់បិសាចនៅថ្ងៃកំណត់ខ្ញុំនឹងលុបមន្ទិលសង្ស័យណាចារដោយផ្ទាល់លែងឲ្យមានមន្ទិលទៀតប៉ុន្តែបងជាមេតបនៅឈិនថងកនច្រើនឆ្នាំរៀបត្រូវទុកមុខឲ្យបងខ្លះទោះជាត្រូវលុបជង្គង់សុំវក៏បងធ្វើឲ្យពួកគេដែរទុកចិត្តចុះ